កងកម្លាំងកម្ពុជា2នាក់រងរបួសធ្ងន់ស្រាពេលកំពុងរៀបចំសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រមុំ3លោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសូចិតាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាកងកម្លាំងកម្ពុជាចំនួន2នាក់បានរងរបួសធ្ងន់ស្រាក្នុងពេលកំពុងរៀបចំសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រមុំ3ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី6ខែមករាឆ្នាំ2026លោកស្រីបានឲ្យដឹងទៀតថានៅវេលាម៉ោង 7:27 នាទីព្រឹកថ្ងៃទី26ខែមករាឆ្នាំ2026ក្នុងភូមិសាស្ត្រមុំ3ខេត្តព្រះវិហារកងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយនៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាស្របពេលជាមួយគ្នានោះក៏មានការផ្ទុះគ្រាប់ចេញពីគំនរសម្រាមហើយបណ្ដាឲ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាចំនួន2នាក់ហើយបច្ចុប្បន្នអ្នកដែលរងរបួសដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយដែរលោកស្រីថាករណីខាងលើនេះក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជាថៃបាននឹងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះក្នុងនោះក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរនិងផ្ដល់ព័ត៌មានដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះក្រសួងការពារជាតិបានគូបញ្ជាក់សារជាថ្មីថាដោយឈលលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិនិងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់និងស្រឡាញ់សន្តិភាពក៏ពិតប្រាកដរាជរដ្ឋាភិបាលកម្ពុជាកងកម្លាំងរបស់កម្ពុជាបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួននៅក្របខ័ណ្ឌនៃការបត់ជប់បាញ់រវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ដែលបានចុះហត្ថលេខានៅថ្ងៃទី27ខែធ្នូឆ្នាំ2025និងឯកសារព្រមព្រៀងផ្សេងទៀតដើម្បីឆ្ពោះទៅរកការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ